ជំរាបសួរប្រិយមិត្តដែលនិយមតាមដានទស្សនាវីដេអូសម្រាប់រឿងរបស់ Admin ទាំងអស់គ្នាជួបគ្នាជាមួយ Admin ម្ដងទៀតណាថ្ងៃនេះ Admin បានលើកយករឿងរបស់យើងដែលជាភាគទី2មកសម្រាប់ឲ្យអ្នកទាំងអស់គ្នាទស្សនាបន្តទៀតហើយតែកុំភ្លេចណាដោយតែរាល់ដងអញ្ចឹងមុននឹងចូលដល់សាច់រឿងគ្រាន់តែជួយចុច Subscribe ហើយនិង Share ឲ្យ Channel របស់ Admin ម្នាក់មួយទៅបានហើយរួចហើយយើងចូលមកតាមដានទស្សនាភាពបន្តរបស់យើងជាមួយនឹង Admin ទាំងអស់គ្នាណោះនៅក្នុងថ្នាក់ទី10ហ្នឹងយើងក៏បានឃើញលោកគ្រូវ៉ាន់កំពុងតែប្រាប់សិស្សគ្រប់គ្នាថានៅក្នុងកម្មវិធីគឺមានការធ្វើជាបទបង្ហាញតាមឋានៈអីចឹងណាចឹងហើយទើបគាត់ចង់ឲ្យអ្នកទាំងអស់គ្នាហ្នឹងធ្វើបទបង្ហាញមួយដែរដែលយកប្រធានបទទាក់ទងជាមួយនឹងការសិក្សាទៅគ្រប់គ្នាឮហើយហ្នឹងគឺឡើងល្អលទាំហ្មងព្រោះអីប្រធានបទហ្នឹងវាគួរឲ្យធុញខ្លាំងពេកតោះអញ្ចឹងលោកគ្រូក៏បានសួរយោបល់ពីស៊ីឈឿថាតើគេហ្នឹងមានយោបល់អីអត់តើបស៊ីឈឿគេក៏បានលើកឡើងនៅគំនិតរបស់គេចង់ធ្វើរឿងអីបែបមើលទៅអស្ចារ្យលយអីចឹងណាតាក់ទងជាមួយនឹងមានជាស្លឹកឈើជ្រុះមានជាមួយនឹងភ្លើងអីចឹងទៅគ្រប់គ្នាលើគំនិតគេហើយហ្នឹងគឺថាឡើងគាំទ្រប្រងព្រាតហ្មងក្រោយពីលោកគ្រូសួរថាតើមានអ្នកផ្សេងមានគំនិតអីទៀតអត់ហើយសិស្សនាំគ្នាស្ងាត់លោកគ្រូក៏សម្រេចចិត្តថាប្រហែលជានេះគឺជាជំរឿនរបស់ពួកគេហើយយើងមកមើលការវឹកហាត់ដើររបស់ក្រុមមិត្តរួមថ្នាក់របស់ហៅយាវិញម្ដងថ្ងៃហ្នឹងក៏ឃើញថាពួកគេហ្នឹងដើរបានកាន់តែល្អទៅហើយលោកគ្រូក៏បានទៅសើពួកគេដែរថាថ្ងៃហ្នឹងពួកគេធ្វើបានល្អខ្លាំងណាស់ចឹងហើយទៅគាត់សម្រេចចិត្តថានឹងឲ្យអ្នកទាំងអស់គ្នាសម្រាកមុនម៉ោងមួយថ្ងៃចុះពេលហ្នឹងអ្នកខ្លះក៏ត្រេកអរអ្នកខ្លះទៀតហ្នឹងអត់ជឿទេខ្លាចថាលោកគ្រូប្រេងអីចឹងណាកុំតាន់អាចចូលតាក់គាត់អីតែមានណាលោកគ្រូក៏ថាបើអត់ទៅតាក់ទេមានតែហាត់តទៀតលើអញ្ចឹងគ្រប់គ្នាហ្នឹងក៏រត់បែកជួរគ្នាយកបណ្ដោយណាគេហ៊ាននៅទៀតហើយពេលហ្នឹងលោកគ្រូគាត់ក៏បានមកនិយាយជាមួយនឹងហៅយាផងដែរថាតាក់ទងជាមួយនឹងទម្រង់នៃការលេងកម្មវិធីរបស់សាលាខាងមុខហ្នឹងគឺឲ្យគេជាអ្នករៀបចំហើយព្រោះថាពេលនេះគាត់ទុកចិត្តលើហៅយាខ្លាំងណាយប់ឡើងហៅយាក៏បានមកអង្គុយរៀបចំតាក់ទងជាមួយនឹងប្រធានបទរបស់ថ្នាក់ពួកគេអីចឹងណាម៉ែវលើអញ្ចឹងនិយាយពីថាឡើងចង់ដឹងប៉ុន្តែដល់ពេលនាងចង់ចូលមកមើលហ្នឹងហៅយាគេបែរជាលាក់អត់ឲ្យនាងមើលទេក៏ព្រោះតែគេនឹងនាងគឺនៅថ្នាក់ផ្សេងគ្នាខ្លាចថាកូពីគំនិតគ្នាអីចឹងណានិយាយទៅគឺការពារសូម្បីតែបងប្អូនឯងទៅហើយតែម៉ែវដែលជាមនុស្សរឹងទទឹងនេះគឺថានាងនៅតែសុំគេមើលឲ្យទាល់តែបាននឹងឯងតែពេលដែលម៉ែវបើកមើលគឺនាងបានឃើញជាគំនូរតាំងតាក់ទងជាមួយនឹងទឹកនៅខាងក្រោមហើយមានតំណក់ទឹកនៅខាងលើម៉ែវក៏ចាប់ផ្ដើមវិភាគអីថានេះគឺជាតំណក់ទឹកហើយខាងក្រោមហ្នឹងគឺជាសមុទ្រហើយអត្ថន័យគឺតំណក់ទឹកធ្លាក់ចូលសមុទ្រអញ្ចឹងមែនហើយយាលឺហើយឡើងអស់សំណើចហ្មងការគិតរបស់នាងគឺវាខ្លីពេកគេក៏បានបញ្យល់ថាអត្ថន័យគឺវាប្រកបនៅក្នុងហ្នឹងមានន័យថាបើតំណក់ទឹកហ្នឹងនៅតែឯងគឺវាឆាប់ហួតខ្លាំងណាស់ប៉ុន្តែបើសិនជាតំណក់ទឹកហ្នឹងធ្លាក់ចូលទៅក្នុងសមុទ្រនោះពួកគេនឹងបង្កើតទៅជាថាមពលដ៏រឹងមាំលើអញ្ចឹងម៉ែវក៏ឆ្ងល់ទៀតហើយគ្រាន់តែគំនូរតាំងប៉ុណ្ណឹងសោះហ្នឹងមិនក៏ប្រកបអត្ថន័យខ្លាំងម៉េចហើយយាគេក៏បានយកបិចមកគោះថ្ងាសរបស់គេដែលធ្វើឲ្យម៉ែវនឹងឡើងចង់ខឹងមិនចង់និយាយថាគេអត់មានខួរក្បាលសម្រាប់គិតមែនមាត់អត់និយាយទេតែកាយវិការនេះចុកសាហាវស្អែកឡើងថ្នាក់របស់ហៅយាហ្នឹងក៏បានមកជួបប្រជុំគ្នាដោយលោកគ្រូរ៉ែនហ្នឹងគាត់បាននិយាយថាហៅយាគេបានលើកឡើងនៅប្រធានបទមួយដែលនិយាយអំពីសមុទ្រអ្នកទាំងអស់គ្នាប្រៀបដូចជាដំណក់ទឹកអញ្ចឹងបើសិនជានៅតែឯងគេហៅថាទឹកប៉ុន្តែបើអ្នកទាំងអស់គ្នាប្រមូលផ្ដុំគ្នាជាសាមគ្គីមួយនោះគេហៅថាគឺជាមហាសមុទ្រក្នុងប្រធានបទមួយហ្នឹងចំណុចចុងក្រោយមានមនុស្សម្នាក់ដែលនឹងត្រូវគេលើកឡើងតំណាងឲ្យជាដំណក់ទឹកហើយលោកគ្រូក៏ចង់ឲ្យអ្នកគ្រប់គ្នាធ្វើការបោះឆ្នោតតាមរយៈដបទឹករបស់ពួកគេបើពេញចិត្តឲ្យអ្នកណាជាអ្នកធ្វើហ្នឹងក៏យកដបទឹកទៅដាក់មុខម្នាក់នោះទៅពេលហ្នឹងសិស្សម៉ាប់ម្នាក់ហ្នឹងក៏បានងើបឡើងមុនគេតែម្ដងហើយអ្នកដែលគេដើរតម្រង់ទៅរហើយនឹងដាក់ដបទឹកនោះគឺជាហៅយារបស់យើងនឹងឯងហើយដឹងមកចត់មិនមែនតែសិស្សម៉ាប់ម្នាក់នឹងទេមិត្តរួមថ្នាក់របស់ហៅយាគ្រប់គ្នាហ្នឹងគឺបានយកដបទឹកពួកគេហ្នឹងមកដាក់មុខហៅយាទាំងអស់គ្នាក៏ព្រោះតែពួកគេគិតថាគ្មានអ្នកណាគេហ្នឹងស័ក្តិសមជាងហៅយាទៀតទេសូម្បីតែចុងក្រោយឈូវៃហ្នឹងក៏បានហុចដបទឹករបស់គេហ្នឹងទៅកាន់ហៅយាដែរហើយក៏និយាយថាឯងគឺជាមនុស្សដែលមានប្រជាប្រិយភាពខ្លាំងណាស់ហើយគ្រប់គ្នាហ្នឹងក៏បាននាំគ្នាទៅដៃអបអរសាទរទៅកាន់ហៅយាតែម្ដងហៅយាពេលហ្នឹងមិនដឹងថារំភើបចិត្តមិនទេដែលមករួមថ្នាក់ហ្នឹងគាំទ្រគេយ៉ាងហ្នឹងយកមកមើលគូនៅស៊ីឈឿវិញម្ដងគូគេបានសួរស៊ីឈឿថាតើគេនឹងចូលឈ្មោះលេងកីឡាមួយណាដែរស៊ីឈឿបាននិយាយថាការរត់ចម្ងាយ400ម៉ែត្រនោះគឺគេចុះឈ្មោះឲ្យគូនឹងឯង
côលើហើយឡើងសប្រៃហ្មងចុះឈ្មោះឲ្យគេទេម្ចាស់គេអត់ដឹងចឹងហ្មងហើយដឹងមកចតកំណត់ស៊ីឈឿពេលហ្នឹងគឺឡើងផ្ដេសផ្ដាសហ្មងគេចង់យកឱកាសហ្នឹងដើម្បីធ្វើឲ្យពួកគេហ្នឹងក្លាយទៅជាលេខ1ពេលហ្នឹងគេប្រកាសជាមានឱកាសឡើងទៅនិយាយលើវេទិកាហើយគេនឹងប្រាប់គ្រប់គ្នាឲ្យបានដឹងហ្មងថាគេហ្នឹងគឺចូលចិត្តមែវមែវណាគូក៏ថាធ្វើអញ្ចឹងមិនកើតទេអីប៉ុន្តែស៊ីឈឿហ្នឹងគេឡើងតាំងចិត្តរួចហើយថាគេគឺនឹងធ្វើបែបហ្នឹងមិនខ្វល់ថាមាននរណាបដិសេធឬអត់ទេចេញពីហ្នឹងស៊ីឈឿក៏បានមករកស៊ីយេដើម្បីសុំខ្ចីសភៅកំណត់ហេតុរបស់នាងណាស៊ីយេហ្នឹងមិននឹងព្រមឲ្យទៅនាងក៏បានសួររកហេតុផលទៅស៊ីឈឿហ្នឹងនិយាយថាគេបានចុះឈ្មោះចូលរួមប្រកួតរត់ប្រណាំងដោយសារតែសភៅរបស់នាងគឺមានកត់ត្រាពីមនុស្សប្រុសនៅក្នុងសាលាគេចង់ដឹងពីកម្លាំងរបស់ប្រុសៗទាំងអស់ហ្នឹងលក្ខណៈថាស្វែងយល់ពីសត្រូវឲ្យបានច្បាស់ដើម្បីឈ្នះក្នុងសមរភូមិអីចឹងណាតែស៊ីយេហ្នឹងអត់ជឿទេនៅតែឲ្យគេហ្នឹងបញ្ជាក់ឲ្យច្បាស់មកមានណាដល់ពេលខ្ចីស្រួលបួលអត់ឲ្យស៊ីឈឿគេបែរជាប្រើវិធីគំរាមនាងទៅវិញគឺគេហ្នឹងចង់ស្រែកប្រាប់អ្នកគ្រប់គ្នាពីសភៅដែលស៊ីយេហ្នឹងចូលចិត្តអានដល់ពេលគេគំរាមបែបហ្នឹងមានអីស៊ីយេហ្នឹងក៏យល់ព្រមឲ្យប៉ុន្តែនាងនិយាយថាឲ្យពេលត្រឹមតែមួយយប់ទេហើយកុំមើលរឿងអីផ្សេងឲ្យសោះណាហើយយប់នឹងផងដែរស៊ីឈឿក៏បានយកសភៅកំណត់ហេតុមួយហ្នឹងមកមើលពីអ្នកគូហ្នឹងគេឡើងខំចង់មើលថាក្នុងនឹងមានគេអត់ស៊ីឈឿបែរជានិយាយថាគឺនាងក៏ត្រាតែមនុស្សប្រុសដែលគួរឲ្យស្រឡាញ់តែប៉ុណ្ណោះអញហើយនិយាយចឹងមានន័យថាមិនគាត់ថាគេហ្នឹងអត់គួរឲ្យស្រឡាញ់ទេមែនហើយចុះខ្លួនឯងនេះតើមាននៅក្នុងសភៅអត់នោះស៊ីឈឿក៏តបទាំងជឿជាក់ថាប្រកាសជាមានហ្នឹងហើយប៉ុន្តែដល់ពេលបើកដល់ឈ្មោះរបស់គេក៏ឃើញថាគ្រប់ចំណុចរបស់គេនៅក្នុងសភៅហ្នឹងគឺសុទ្ធតែជាតួលេខអាក្រក់ទាំងអស់និយាយទៅគ្មានបានបន្ទូលល្អមួយណាទេក្នុងខ្សែភ្នែករបស់នាងឃើញគេអាក្រក់រហូតហ្មងយ៉ាងណាក៏ដោយអីដែលពួកគេត្រូវធ្វើពេលហ្នឹងគឺមើលទៅលើភាពខ្លាំងរបស់បរិបទផ្សេងទៀតនៅក្នុងសាលាហ្នឹងណាថ្ងៃថ្មីនៅក្នុងថ្នាក់មែវហ្នឹងកំពុងតែគូររូបនៅលើក្តារខៀនតាក់ទងជាមួយនឹងការប្រកួតនៅក្នុងសាលារបស់ពួកគេឆាប់ៗហ្នឹងណាពេលសិស្សផ្សេងទៀតចូលមកដល់បានឃើញក៏នាំគ្នាទៅសារថាមែវហ្នឹងគឺមានស្នាដៃល្អមែនតើពេលហ្នឹងស៊ីឈឿក៏បានចូលមករកស៊ីយេឡប់ដើម្បីឲ្យសភៅនឹងត្រឡប់ទៅនាងវិញផងដែរហើយដឹងមកចត់ពេលដែលមែវកំពុងតែឲ្យគេជួយទៅសេនៅលើក្តារខៀននឹងបន្ថែមហ្នឹងណាស៊ីយេក៏បានយកសភៅកំណត់ហេតុតាក់ទងមួយចំណុចរបស់ស៊ីឈឿហ្នឹងមកមើលម្ដងទៀតប៉ុន្តែនាងក៏ឃើញថាគឺមានអ្វីកែប្រែហើយដោយសារតែស៊ីឈឿហ្នឹងលួចបន្ថែមបន្ទុកខ្លួនឯងនៅក្នុងសភៅរបស់នាងអ្នកទាំងអស់គ្នាលេងខូចគេហ្មងពេលហ្នឹងលោកគ្រូវ៉ាន់ក៏បានចូលមករកមែវដោយប្រាប់នាងថាឲ្យបញ្ញាទៅបន្ទប់សម្រាប់ព្យាបាលទៅហើយយាមុនហ្នឹងគេបានដួលស្លាប់មែវលឺហើយហ្នឹងឡើងភ័យមែនតើនាងក៏បញ្ញារត់ទៅផ្លែតហើយពេលដែលនាងរត់មកដល់កន្លែងបន្ទប់ព្យាបាលហ្នឹងគឺចំពេលដែលឈូវៃជាមួយនឹងលោកគ្រូរ៉ែហ្នឹងពិភាក្សាគ្នាក៏ព្រោះតែហៅយាគេនឿយហត់ក្នុងការខំប្រឹងវឹកហាត់ច្រើនពេកឬមួយក៏ពួកគេហ្នឹងផ្លាស់ប្ដូរមនុស្សទៅមែវលឺហើយក៏មិនបានតបតឲ្យដែរគឺនាងដើរមកយកថ្នាំដើម្បីទៅមើលថែបងប្រុសរបស់នាងដោយខ្លួនឯងតែប៉ុណ្ណោះចូលមកដល់មែវហ្នឹងក៏បានហុចថ្នាំទៅឲ្យហៅយាឲ្យគេហ្នឹងឆាប់លេបថ្នាំហ្នឹងទៅលេបថ្នាំហើយនឹងបានប្រសើរឡើងដើម្បីអនុវត្តកម្មវិធីរបស់គេឲ្យបានដល់ទីបញ្ចប់ណាហើយយាលឺហើយគេឡើងភ្ញាក់ផ្អើលថាតើមែវហ្នឹងអត់ខន់គេទេមែវហ្នឹងដឹងច្បាស់ណាស់ថាបងប្រុសរបស់នាងប្រកាសជាមិនបោះបង់ចោលទេតែដឹងមកចត់ហើយយាហ្នឹងគេអត់ចង់បោះបង់ចោលពិតមែនប៉ុន្តែគេនៅតែមានកង្វល់ព្រោះតែគេបារម្ភថាតើមិត្តភក្តិគេហ្នឹងនឹងអាចចាប់គេបានឬអត់ណារឿងមកឲ្យវាខានស៊ីយេវិញម្ដងកំពុងតែដើរសុកហ្នឹងស៊ីឈឺក៏បានមកអូដៃរបស់នាងគឺគេចង់សុំយោបល់ពីនាងខ្លះឃើញនាងចូលចិត្តអានសភៅមនោសញ្ចេតនាតើនាងដឹងពីរបៀបសរសេរសំបុត្រសារភាពស្នេហ៍អត់ស៊ីយេក៏សួរថាគេចង់សរសេរសំបុត្រសារភាពស្នេហ៍ទៅកាន់មែវមែនហើយចម្លើយហ្នឹងគឺពិតមែននឹងឯងគេថាគេនឹងយកជាលេខលេខ1ហើយឡើងទៅប្រកាសឲ្យអ្នកគ្រប់គ្នាហ្នឹងបានដឹងតែហ្មងស៊ីយេហ្នឹងក៏តបទៅវិញមុននឹងគិតដល់រឿងសរសេរសំបុត្រអីអស់ហ្នឹងគិតពីរបៀបដែលអាចយកឈ្នះបានសិនទៅតែនិយាយបានតែអញ្ចឹងទេចុងក្រោយស៊ីយេហ្នឹងក៏ចាញ់មនោគមរបស់ស៊ីឈឺហើយដោយគេសន្យាថាបើសិនជាជួយគេនឹងជូនអំណោយមួយទៅកាន់នាងជាសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃទៅមិនដែរតើអញ្ចឹងស៊ីយេក៏យល់ព្រមជាមួយគេតែម្ដងហើយនាងក៏បានសូត្រកំណាព្យ2 3ឃ្លាឲ្យគេហ្នឹងកត់ត្រាទុកគឺជាកំណាព្យដែលមានអត្ថន័យលយអីចឹងណាព្រោះថាការភាពស្នេហ៍ត្រូវតែធ្វើឲ្យអធិកធម៌បន្តិចហើយអាពាក្យចុងក្រោយអីអស់ហ្នឹងក៏រកកន្លែងបញ្ចប់ដោយខ្លួនឯងទៅបានទទួលពាក្យណែនាំហើយស៊ីឈឿហ្នឹងក៏អរគុណហើយរត់ចេញទៅវិញណាទៅវងឡាយឃើញស៊ីយេហ្នឹងសោយទេប៉ុន្តែទឹកមុខរបស់នាងក៏ស្រាប់តែប្រែទៅជាសេតវិញភ្លាមមួយរំពេចហាក់ដូចជាមានប្រកបការអន់ចិត្តនៅក្នុងនឹងអញ្ចឹងចេញពីរៀនមែវអត់នាំហើយយាយទៅផ្ទះទេបែរជានាំមកកន្លែងទី
វាលមួយដែលកន្លែងហ្នឹងឃើញថាមានល្បងដែកនៅនឹងអីចឹងណាគឺមែវនាំហោយាមកអនុវត្តទាក់ទងជាមួយនឹងការផ្ដួលខ្លួនរបស់គេនឹងឯងតែនាងជាអ្នកសារល្បងអនុវត្តជំនួសគេទៅវិញទេនិយាយចប់ហើយហ្នឹងក៏ស្ទុះឡើងទៅលើល្បងដែកនឹងផ្លែតហោយាពេលហ្នឹងគេឡើងភ័យអស់ហើយព្រោះតែនាងឡើងទៅក៏មិនមែនទៀបអីណាដែរហោយាគេឡើងខំថាឲ្យនាងចុះមកវិញអីចឹងណាប៉ុន្តែមែនណាគ្រាន់តែមែវរាប់1 2 3នាងក៏បានផ្ដួលខ្លួនចុះមកដែលធ្វើឲ្យហោយាហ្នឹងគេក៏បញ្ញាបញ្ញាលទប់នាងផ្លែនថ្មីត្បិតតែពួកគេដួលទាំងពីរនាក់ក៏ពិតមែនប៉ុន្តែអត់មានណាគេហ្នឹងកើតអីទេមែវក៏ពយល់ហោយាថាអារម្មណ៍មិត្តរួមថ្នាក់របស់គេហ្នឹងគឺដូចអារម្មណ៍របស់គេដែលបារម្ភចំពោះនាងមុននឹងអញ្ចឹងពួកគេប្រកាសជាចាប់ហោយាជាប់មិនខានឡើយក៏ព្រោះតែបារម្ភពីសុវត្ថិភាពគេដូចគ្នាណានិយាយទៅគឺនាំគេមកអនុវត្តផ្ទាល់ដើម្បីឲ្យមានភាពជឿជាក់ទៅលើសមាជិកក្រុមរបស់គេចឹងហ្មងថ្ងៃថ្មីកម្មវិធីរបស់សាលាហ្នឹងគឺបានមកដល់ហើយយើងក៏បានឃើញដែរថាក្បួនដើរបើកម្មវិធីហ្នឹងគឺជាក្បួនរបស់ថ្នាក់របស់ហោយានឹងឯងចំណែកឯពិធីការនីពេលហ្នឹងគឺជាដៃហ្វៃដូចទៅរាល់ដងអញ្ចឹងគ្រាន់ថាថ្ងៃហ្នឹងមានតែពិធីការនីទេចំណែកឯក្រុមរបស់ហោយាគេក៏បានចាប់ផ្ដើមសម្ដែងទៅតាម plan របស់ពួកគេដោយរៀបគ្នាចេញជាសញ្ញាព្រួញបន្តមកទៀតលោកគ្រូក៏បានស្រែកឲ្យរៀបចំគ្នាហ្នឹងคล้ายទៅជាដំណក់ទឹកវិញណាលើអញ្ចឹងមែវហ្នឹងក៏បញ្ញាប់រត់មកព្រោះតែនាងចង់ផ្ដិតយកវីដេអូរបស់ហោយាហ្នឹងទុកជាអនុស្សាវរីយ៍ចំណែកហោយាពេលដែលកំពុងតែឈរនៅលើមិត្តរបស់គេហ្នឹងគេមានអារម្មណ៍ថាហាក់ដូចជារៀងភ័យមិនទេស្រឡឹងមើលជុំវិញខ្លួនហាក់ដូចជាចង់វិលមុខអីចឹងណាប៉ុន្តែគេក៏បាននឹកទៅដល់សម្ដីមែវដែលបានដាស់តឿនគេគឺពេលដែលនាងនាំគេទៅសាកល្បងការពីលើកមុននោះឃើញគេនៅតែរៀងតាក់ទើអញ្ចឹងមែវហ្នឹងក៏ស្រែកហៅឈ្មោះរបស់គេហៅភ្លាមដៃហ្វៃហ្នឹងក៏ស្រែកស្របគ្នាជាមួយនាងដែរថាឲ្យគេស៊ូឡើងហើយមិនតែពីរនាក់ហ្នឹងទេសូម្បីតែមិត្តរួមសាលារបស់គេផ្សេងទៀតហ្នឹងក៏ចាប់ផ្ដើមស្រែកហៅឲ្យហៅយាឲ្យគេហ្នឹងស៊ូឡើងដូចគ្នាដែលធ្វើឲ្យហៅយាហ្នឹងគេកាន់តែមានកម្លាំងចិត្តអីបន្ទាប់ពីបានត្រៀមខ្លួនរួចរាល់ហើយហៅយាហ្នឹងក៏បានបដូរខ្លួនរបស់គេទៅក្រោយតែម្ដងណាហើយអត់មានរឿងអីកើតឡើងទេដោយសារតែមិត្តគេហ្នឹងគឺចាប់បានគេឡើងជាប់មិត្តគេឯណាបដោយឲ្យគេមានគ្រោះថ្នាក់ឲ្យជាពិសេសគឺឈូវ័យហ្នឹងហ្មងក្រោយមកយើងក៏បានឃើញមែវហ្នឹងកំពុងតែអង្គុយមើលវីដេអូដែលនាងបានកាត់មុនហ្នឹងអង្គុយមើលបដាសោយម្នាក់ឯងបដាដល់ពេលហៅយាមកដល់នាងក៏បានឲ្យមើលវីដេអូដែលនាងបានកាត់ដូចគ្នាគឺនាងបានកាត់កន្លែងដែលហៅយាផ្ដួលខ្លួនហ្នឹងហៅយាគេថាមើលហើយហ្នឹងដូចជាចម្លែកពេកហើយតែសម្រាប់មែវអត់គិតអញ្ចឹងទេគឺគិតថាបងប្រុសរបស់នាងគឺលយខ្លាំងណាស់នេះគឺស័ក្តិសមជាមួយនឹងការប្រឹងប្រែងនិងការលះបង់របស់គេហើយដឹងមកចត់សម្រាប់ហៅយាគេក៏សប្បាយចិត្តនិងរំភើបចិត្តណាស់ដែរពេលដែលឃើញមករួមថ្នាក់របស់គេហ្នឹងថៃការពីគេយ៉ាងហ្នឹងណាធ្លាប់តែគិតថាគេអត់ចូលចិត្តខ្លួនឯងដល់ពេលឃើញអញ្ចឹងហើយគឺធូរចិត្តមែនតើយកមកមើលខាងស៊ីឈើវិញអ្នកទាំងអស់គ្នាគឺគេកំពុងតែអង្គុយទៅសេសបត់សារភាពស្នេហ៍ហើយពេលហ្នឹងហៅយាហ្នឹងក៏បានដើរមកឃើញផងដែរពេលហ្នឹងគេពិតជាឆ្ងល់ខ្លាំងណាស់ថាតើស៊ីឈើហ្នឹងចង់ធ្វើអីគេអញ្ចេះនៅខាងមែវវិញគឺថាសោយមែនតើសាលាកំពុងតែមានកម្មវិធីបែរជាបងប្អូនមកលេងអីណាណីហើយកំពុងតែសួរស៊ីយេថាតើមានយករបស់នោះមកអត់ពេលហ្នឹងដៃហ្វៃដើរកាត់ហ្នឹងក៏បានយកមកហុចឲ្យមែវឃើញហើយហ្នឹងឡើងប៉ុន្តែដល់ពេលឃើញមុខដៃហ្វៃបែរជាសួរទៅវិញថាម៉េចក៏ជានាងអញ្ចឹងដៃហ្វៃក៏តបទៅវិញថាឥឡូវយកអត់តលហើយគឺមានតែយកសិននឹងឯងហើយមែវក៏ភ្លេចអរគុណដៃហ្វៃដែរគ្រាន់តែដៃហ្វៃហ្នឹងនិយាយថាកុំយល់ច្រឡំអីបើមិនដែលសារទៅហៅយាទេក៏ខ្ញុំជួយឯងដែរតែមែវក៏ដឹងបាត់ទៅហើយថាដៃហ្វៃហ្នឹងគ្រាន់តែបដិសេធមិនទទួលបំណងល្អរបស់ខ្លួនឯងសោះហ្នឹងឯងបន្តមកទៀតគឺដល់វេនដែលត្រូវរត់ល្បឿនបន្តបដាក់គ្នាហើយដោយមានស្រី2នាក់ហើយនិងប្រុស2នាក់ត្រូវរត់បន្តគ្នាអីចឹងណាដៃហ្វៃក៏រៀងសប្រាយដែរពេលដែលឃើញមែវជាអ្នករត់អញ្ចឹងពេលហ្នឹងឈូវ័យក៏ជាពិធីករដែរមុនហ្នឹងអេដមីនស្មានតែគឺជាដៃហ្វៃតែម្នាក់ឯងតើលោកពេលការប្រកួតត្រូវបានចាប់ផ្ដើមគណៈពេលដែលមែវកំពុងតែរត់ហ្នឹងឈូវ័យក៏ចេះតែសួរដៃហ្វៃដែរថានាងកើតអីមែនហើយតើអត់ចង់អបអរទៅកាន់មែវបន្តិចទេដៃហ្វៃហ្នឹងក៏និយាយថាគ្មានរឿងអីដែលត្រូវអបអរទេប៉ុន្តែពេលដែលមែវរត់បន្តជិតដល់គូហ្នឹងដៃហ្វៃហ្នឹងក៏ស្ទុះក្រោកឡើងថាខំប្រឹងឡើងដល់អញ្ចឹងអត់យល់ទេនេះស្រែកហៅឲ្យមែវឬក៏ស្រែកហៅឲ្យគូទេហ្នឹងបន្ទាប់មកគូហ្នឹងក៏បានរត់យកដបងហ្នឹងបន្តទៅឲ្យសេឈឿជាអ្នកចុងក្រោយក្នុងការរត់ហ្នឹងគឺឡើងស្វិតស្វាញខ្លាំងមែនតើសិស្សគ្រប់គ្នាហ្នឹងក៏នាំគ្នាស្រែកហូដើម្បីលើកទឹកចិត្តដល់កីឡាករយើងដែលកំពុងតែរត់ប៉ុណ្ណឹងអីចឹងណាហើយ finally អ្នកដែលរត់ដល់ទីមុនគេហ្នឹងគឺជាសេឈឿគ្រាន់តែថាពេលហ្នឹងគេរត់ឡើងដួលហ្មងណាគ្រាន់តែគេដួលព្រោះគ្រប់គ្នាឡើងស្ងាត់មាត់ប៉ុន្តែមានណាសេឈឿគេក៏បានក្រោកឡើងស្រែកហូវិញទៅធ្វើឲ្យអ្នកគ្រប់គ្នាហ្នឹងក៏ហូតាមគេយកបដ ហើយដឹងមកចត់គណៈពេលដែលពួកគេបានមកជួបជុំត្រេកអរជុំគ្នាហ្នឹងគូហ្នឹងក៏បាននិយាយលើកទៅសើពីស៊ីឈឿទៀតថាមុនហ្នឹងគេធ្វើបានល្អណាស់ខ្លាចតែគេមិនដឹងហ្មងសិតតែធ្វើសញ្ញាឲ្យគេជួយទៅសើទៀតតែបន្ទាប់មកទៀតស៊ីឈឿក៏បានយកសវត្ថរបស់គេហ្នឹងមកឲ្យជួយជួយអានឲ្យគេផងនៅពេលដែលគេហ្នឹងឡើងទទួលពានរង្វាន់នោះ
និយាយទៅគេបញ្ជាក់ជុំវិញម្ដងហើយម្ដងទៀតថាត្រូវតែអានតាមពាក្យដែលគេសរសេរហើយឲ្យគេលើកដាក់សលេងបញ្ចូលមនោសញ្ចេតនាទៅក្នុងនឹងផងរួចស៊ីឈឿនឹងក៏បានមកធ្វើសញ្ញាឲ្យអ្នកគ្រប់គ្នានឹងស្រែកហៅឲ្យគេទៀតធ្វើមើលតែខ្លួនឯងនឹងជាតារាល្បីទៅហើយតែនៅខាងក្រោយវិញអ្នកទាំងអស់គ្នាគឺថាហៅយីបានមកយកសម្បត្តិរបស់គេមើលហើយក៏និយាយថាសម្បត្តិមួយហ្នឹងចាំគេជាអ្នកអានឲ្យចោះចំណែកលោកគ្រូនាយកហ្នឹងខំមករកស៊ីឈឿដើម្បីបកគោពានរង្វាន់អ្នកដែលឈ្នះរត់ចម្ងាយណាស្រាប់តែលើសលេងរបស់ហៅយីហ្នឹងជាអ្នកអានស៊ីឈឿហ្នឹងគេឡើងបើកភ្នែកធំសំខាន់ហៅយីហ្នឹងអានកំណាព្យរបស់គេប៉ុន្តែអត់មានលើកដាក់សលេងបញ្ចូលមនោសញ្ចេតនាអីទេណាគឺគេអានទៅឡើងត្រង់ភ្លឹងហ្មងចំណែកស៊ីយ៉េនេះពេលដែលលើកហើយឡើងអស់សំណើចព្រោះនាងជាអ្នកដឹងរឿងដល់ចឹងហើយទប់សំណាយអត់ជាប់ទេបើនិយាយពីស៊ីឈឿវិញគឺថានៅចំពោះមុខប៉ាផងគេនឹងលេងទឹកមុខអត់សមទេអត់ដឹងថាត្រូវធ្វើមិនអីចឹងណាប៉ុន្តែនៅពេលដែលហៅយីគេអានដល់ឃ្លាចុងក្រោយត្រង់កន្លែងថាក្តីស្រឡាញ់ទាំងអស់ហ្នឹងគេផ្ញើទៅកាន់មនុស្សម្នាក់ហៅយីបានប្រកាសថាម្នាក់ហ្នឹងគឺជាប៉ារបស់គេជាមនុស្សជាទីស្រឡាញ់របស់ស៊ីឈឿអីចឹងណាដែលធ្វើឲ្យគ្រប់គ្នាហ្នឹងគឺឡើងតាក់ដៃអបអរសាទរគេយកហ្មងជាភាសាគឺលោកគ្រូនាយកគាត់ឡើងញញឹមជាប់មិននឹកស្មានថាកូនប្រុសបង្ហាញក្តីស្រឡាញ់ចំពោះគាត់នៅទីសាធារណៈអញ្ចឹងសោះប៉ាគេរំភើបឡើងចាប់អោបកូនយកហ្មងណាអត់ដឹងសោះថាសវត្តមួយហ្នឹងកូនទៅសេសារភាពស្នេហ៍ទៅកាន់មនុស្សស្រីសោះចេញពីហ្នឹងពេលដែលស៊ីឈឿមកមើលការបិទប្រការនៅក្តារគេហ្នឹងគឺគេឡើងកាំងយកហ្មងអត់ដឹងថាតើជាការធ្វើបាបពីស៊ីយ៉េឬមួយក៏ពីហៅយៀទេប៉ុន្តែអីដែលគេខឹងហ្នឹងគឺហៅយៀនេះមកបំផ្លាញកិច្ចការគេរហូតដល់ពេលខឹងអញ្ចឹងគេក៏គិតថាចាំមើលថ្ងៃណាមួយនឹងសងសឹកហៅយៀវិញម្ដងយប់ឡើងពេលដែលហៅយៀគេយកសម្រាមទៅចោលហ្នឹងក៏បានដើរជួបជាមួយនឹងប៉ាម៉ែវដំបូងគ្រាន់តែរាក់ទាក់គ្នាបន្តិចទេប៉ុន្តែប៉ាម៉ែវហ្នឹងក៏បានសួរហៅយៀថាតើគេបានញ៉ាំអីហើយនៅក្រោយមកក៏ឃើញថាអ្នកទាំងពីរហ្នឹងបានមកអង្គុយញ៉ាំសាច់អាំងជុំគ្នាតែថារៀបនឹងញ៉ាំហើយហ្នឹងហៅយៀបែរជាសួរប៉ាម៉ែវថាតើគាត់មែនដែលជាអ្នកបងថ្លៃជើងសិប្បនិមិត្តបងគេប៉ាម៉ែវក៏ប្រកែកថាមិនមែនជាគាត់ទេហើយបែរជាប្រាប់ឲ្យហៅយៀគួរតែអរគុណប៉ាគេទៅគឺប៉ាគេជាអ្នកបារម្ភយកចិត្តទុកដាក់គេខ្លាំងណាស់ថ្មីត្បិតតែឃើញគាត់អញ្ចឹងក៏ពិតមែនហៅយៀគេចង់ជឿបន្តិចអត់បន្តិចណាតែយ៉ាងណាគេក៏បានសុំទោសទៅកាន់ប៉ាម៉ែវដែរគឺសុំទោសចំពោះរឿងការពីលើកមុនដែលគេនឹងបានបញ្ចេញកំហឹងទៅកាន់គាត់ណាប៉ាម៉ែវមិនត្រឹមតែមិនខឹងទេគាត់ថែមទាំងឲ្យហៅយៀនឹងបំភ្លេចចោលទៀតផងហើយការមកញ៉ាំអីជុំគ្នាលើកហ្នឹងក៏ធ្វើឲ្យអ្នកទាំងពីរបានផ្សះផ្សាទំនាក់ទំនងល្អត្រឡប់មកវិញហើយអ្នកទាំងពីរក៏បានរំលឹកការពីហៅយៀហ្នឹងទៅចូលមកញ៉ាំបាយនៅផ្ទះរបស់គាត់ដំបូងណាហៅយៀគេថាគេចាំច្បាស់ណាពេលហ្នឹងឯងគឺជាលើកដំបូងដែលគេទៅផ្ទះគាត់ហើយម៉ែវតូចដែលអង្គុយជិតគេហ្នឹងពិតជាចង់ដឹងចង់ឃើញជើងសិប្បនិមិត្តរបស់គេខ្លាំងណាស់ពេលហ្នឹងសំខាន់ក្មេងខូចហ្នឹងចង់បានជើងដូចហៅយៀទៀតអត់មានដឹងអីសោះលេងហ្មងចឹងបានថាពេលខ្លះមានរឿងអន់ចិត្តនឹងគ្នាតើតបានអង្គុយជុំគ្នាហើយរៀបរាប់ពីបញ្ហាទាំងអស់នោះចេញមកទើបយើងហ្នឹងអាចមានអារម្មណ៍ល្អជាមួយគ្នាឡើងវិញដូចអញ្ចឹងហើយភាគនេះក៏ត្រូវបានស្លេះត្រឹមតែប៉ុណ្្នឹងឯណាអ្នកទាំងអស់គ្នាចង់តាមដានភាពបន្តកុំភ្លេចជួយ Subscribe ឲ្យ Channel របស់ Admin ម្នាក់មួយផងណាហើយដាក់សញ្ញាកណ្ដឹងផងដើម្បីដឹងពីពេលវេលាដែល Admin ចេញភាពបន្តឥឡូវនេះ Admin សូមសម្រាប់ត្រឹមតែប៉ុណ្្នឹងសិនឯណារងចាំជួបគ្នាជាមួយនឹង Admin នៅភាគក្រោយអរគុណច្រើនបាយបាយ